ពេលខ្លះយើងតែងជួបអារម្មណ៍ដែលមិនអាចយល់អំពីរឿងអ្វីមួយហើយយើងទៅបន្ទោសខ្លួនឯងថាខ្លួនឯងល្ងងឬបន្ទាបខ្លួនឯងថាមិនអាចធ្វើវាបានជាដើមតើបងប្អូនធ្លាប់ជួបអារម្មណ៍ស្មុគស្មាញដែលពិបាកយល់បែបនេះដែរឬទេឧទាហរណ៍តើបងប្អូនធ្លាប់ព្យាយាមយល់អំពីជំងឺរាតត្បាតសកលហើយមានអារម្មណ៍ថាបញ្ហានោះវាស្មុគស្មាញពេកដែលមិនអាចឲ្យយើងងាយស្រួលយល់បានឬតើបងប្អូនធ្លាប់ព្យាយាមយល់អំពីអារម្មណ៍របស់មនុស្សដែលបងប្អូនស្រឡាញ់ហើយបងប្អូនមានអារម្មណ៍ថាពេលខ្លះវាក៏ពិបាកយល់ដែរអារម្មណ៍ទាំងអស់នេះហើយវាគឺជាភាពស្មុគស្មាញផ្នែកចំណេះដឹងនៅក្នុងការបង្កើតគំរូរបស់យើងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងនិយាយអំពីរឿងមួយនេះដែលវានឹងអាចផ្លាស់ប្ដូរអំពីរបៀបដែលយើងមើលមកខ្លួនឯងហើយនឹងរបៀបដែលយើងមើលទៅពិភពលោកខាងក្រៅខ្លួនរបស់យើងប៉ុន្តែមុននឹងចូលទៅដល់ស៊ីជម្រៅខ្ញុំសូមបញ្ជាក់អារម្មណ៍បងប្អូនឲ្យយកគំនិតមួយនេះទៅជាមួយខ្ញុំថាការមិនយល់រឿងស្មុគស្មាញទាំងនោះគឺមិនមែនជាកំហុសរបស់យើងនោះទេឥឡូវយើងចូលទៅគំនិតនោះទាំងអស់គ្នាតើអ្វីទៅដែលហៅថាភាពស្មុគស្មាញផ្នែកចំណេះដឹងតាមពិតទៅភាពស្មុគស្មាញផ្នែកចំណេះដឹងនេះវាគឺជាពាក្យបច្ចេកទេសនៅក្នុងវិទ្យាសាស្ត្រព័ត៌មានដែលសំដៅទៅលើកម្រិតលំបាកនៅក្នុងការបង្កើតគំរូដ៏ស្មោះត្រង់ទៅនឹងបាតុភូតមួយឧទាហរណ៍ងាយយល់បងប្អូនសាកគិតអំពីចលនារបស់ដុំប៉ោលមួយបើបងប្អូនឃើញដុំប៉ោលមួយនោះបងប្អូននឹងអាចទស្សន៍ទាយបានយ៉ាងច្បាស់ថាវានឹងយល់ទៅមុខនិងថយក្រោយបានយ៉ាងដូចម្តេចពីព្រោះរំយោលរបស់វាគឺវាមានរូបមន្តគណិតវិទ្យាច្បាស់លាស់ប៉ុន្តែនេះវាគ្រាន់តែជាភាពស្មុគស្មាញនៅក្នុងកម្រិតទាបតែប៉ុណ្ណោះឧទាហរណ៍មួយទៀតទាក់ទងជាមួយនឹងជំងឺរាតត្បាតសកលបើបងប្អូនព្យាយាមទស្សន៍ទាយជំងឺរាតត្បាតសកលនោះបងប្អូននឹងជួបបញ្ហាពិបាកយល់ព្រោះវាពាក់ព័ន្ធទៅនឹងជីវវិទ្យាសេដ្ឋកិច្ចសង្គមចិត្តវិទ្យាហើយនឹងកត្តាជាច្រើនទៀតបងប្អូនប្រកាសជាមិនអាចទស្សន៍ទាយវាបានច្បាស់លាស់នោះទេទម្រង់នេះវាគឺជាភាពស្មុគស្មាញនៅក្នុងកម្រិតខ្ពស់ខ្លាំងឧទាហរណ៍ទាំងពីរនេះគឺជាគន្លឹះដែលបង្ហាញឲ្យបងប្អូនយល់ថាមិនមែនរឿងរ៉ាវទាំងអស់វាសុទ្ធតែងាយស្រួលយល់ស្មើៗគ្នានោះទេក៏ប៉ុន្តែហេតុអ្វីបានជាការយល់ដឹងអំពីភាពស្មុគស្មាញផ្នែកចំណេះដឹងមួយនេះមានសារៈសំខាន់សម្រាប់បងប្អូនប្រសិនជាបងប្អូនយល់ដឹងអំពីវាច្បាស់លាស់វានឹងជួយកាត់បន្ថយភាពថប់អារម្មណ៍របស់បងប្អូនមានន័យថានៅពេលដែលបងប្អូនជួបបញ្ហាស្មុគស្មាញបងប្អូនតែងតែមានអារម្មណ៍ថាខ្លួនឯងល្ងងឬខ្លួនឯងមិនអាចធ្វើរឿងនោះបានជាដើមប៉ុន្តែបើបងប្អូនយល់អំពីធម្មជាតិនៃភាពស្មុគស្មាញនេះបានច្បាស់លាស់នោះបងប្អូននឹងអាចនិយាយបានថារឿងនេះពិបាកយល់ក៏ព្រោះតែវាស្មុគស្មាញដោយសារតែធាតុរបស់វាផ្ទាល់មិនមែនព្រោះតែខ្ញុំល្ងងនោះទេការចេះទទួលស្គាល់បែបនេះគឺជាសេចក្តីស្រឡាញ់ចំពោះខ្លួនឯងហើយវាផ្ដល់ការអនុញ្ញាតឲ្យយើងលែងស្ដីបន្ទោសខ្លួនឯងសម្រាប់រឿងដែលមិនមែនជាកំហុសរបស់យើងទៀតហើយការយល់ដឹងអំពីភាពស្មុគស្មាញផ្នែកចំណេះដឹងមួយនេះវាក៏នឹងជួយឲ្យយើងមានភាពស្មោះត្រង់និងចេះបើកចំហចិត្តទទួលយកការពិតដែរនៅពេលដែលយើងទទួលស្គាល់ថាគំរូរបស់យើងដែលមានគឺជាការប៉ាន់ស្មានតែប៉ុណ្ណោះនោះយើងនឹងមិនភ្ជាប់ខ្លួនពេកទៅនឹងគំរូណាមួយហើយយើងនឹងបើកចំហចិត្តចំពោះព័ត៌មានថ្មីៗហើយយើងនឹងរួចរាល់នៅក្នុងការផ្លាស់ប្ដូរគំនិតនៅពេលដែលមានភស្តុតាងថ្មីដែលនេះហើយគឺជាភាពបត់បែនផ្លូវចិត្តរបស់យើងផ្ទាល់ដូច្នេះតើយើងអាចអនុវត្តគំនិតស្មុគស្មាញផ្នែកចំណេះដឹងនៅក្នុងការបង្កើតគំរូនេះនៅក្នុងជីវិតយើងបានយ៉ាងដូចម្តេចខ្ញុំសូមសង្ខិតនៃជា3ជំហានសំខាន់ៗដើម្បីឲ្យបងប្អូនងាយចាប់បានទី1គឺការចេះកំណត់កម្រិតភាពស្មុគស្មាញមុនពេលដែលបងប្អូនដោះស្រាយបញ្ហាគឺបងប្អូនត្រូវសួរខ្លួនឯងថាតើបញ្ហានោះស្ថិតនៅកម្រិតណាតើវាដូចជាចលនាដុំប៉ោលយល់ដែលងាយស្រួលយល់ឬដូចជាជំងឺរាតត្បាតសកលដែលពិបាកយល់បើវាស្មុគស្មាញខ្ពស់សូមចេះទទួលយកថាវានឹងមានភាពមិនច្បាស់លាស់ទី2ការចេះគ្រប់គ្រងការរំពឹងទុកបើបញ្ហាមានភាពស្មុគស្មាញទាបគួរមានការរំពឹងទុកថាយើងនឹងដោះស្រាយវាបានយ៉ាងងាយតែបើបញ្ហាមានភាពស្មុគស្មាញខ្ពស់គួរមានការរំពឹងទុកថាយើងនឹងមានភាពមិនច្បាស់លាស់ជាមួយនឹងបញ្ហានោះដោយកុំរំពឹងទុកភាពជាក់លាក់របស់វា 100% ពេកនៅក្នុងបរិស្ថានដ៏ស្មុគស្មាញខ្ពស់មួយនោះទី3ការចេះគ្រប់គ្រងកញ្ចប់ថវិកាផ្លូវចិត្តសូមបងប្អូនយល់ថាកញ្ចប់ថវិកាផ្លូវចិត្តគឺជាបរិមាណថាមពលផ្លូវចិត្តដែលយើងមានប្រើវាក្នុងមួយថ្ងៃកុំចំណាយថាមពលផ្លូវចិត្តលើរឿងដែលយើងមិនអាចគ្រប់គ្រងវាបានដោយងាកមកផ្ដោតទៅលើអ្វីដែលយើងអាចធ្វើវាបានហើយនឹងចេះទទួលយកភាពមិនច្បាស់លាស់របស់វាដែលវាគឺជាផ្នែកមួយនៃជីវិតរបស់យើងឧទាហរណ៍ជាក់ស្ដែងក្នុងពេលដែលមានជំងឺរាតត្បាត
ពេលដែលមានភាពស្មុគស្មាញខ្ពស់ខ្លាំងការរំពឹងទុកគឺមិនអាចទស្សន៍ទាយវាបានច្បាស់លាស់នោះទេអ្វីដែលយើងត្រូវអនុវត្តនោះគឺយើងត្រូវផ្ដោតទៅលើអនាម័យការការពារខ្លួនកុំព្យាយាមគ្រប់គ្រងអ្វីដែលយើងមិនអាចគ្រប់គ្រងវាបានឧទាហរណ៍ទាក់ទងទៅនឹងទំនាក់ទំនងផ្ទាល់ខ្លួនវិញពេលមានភាពស្មុគស្មាញខ្ពស់ខ្លាំងនោះការរំពឹងទុកក៏មិនអាចគ្រប់គ្រងឬក៏ទស្សន៍ទាយបានទាំងស្រុងនោះដែរអ្វីដែលយើងគួរអនុវត្តគឺយើងចេះទទួលយកភាពស្មុគស្មាញរបស់វាហើយចេះបើកចំហចិត្តចំពោះការផ្លាស់ប្ដូរទាំងនោះជារួមមកភាពស្មុគស្មាញផ្នែកចំណេះដឹងនេះបង្រៀនយើងថាការមិនយល់មិនមែនជាការបរាជ័យផ្ទាល់ខ្លួនរបស់យើងនោះទេវាគ្រាន់តែជាការឆ្លុះបញ្ចាំងពីភាពស្មុគស្មាញដោយសារតែធាតុផ្ទាល់នៃបញ្ហានោះតែប៉ុណ្ណោះនៅពេលដែលយើងចេះទទួលស្គាល់ភាពស្មុគស្មាញនៃស្ថានភាពមួយយើងនឹងអាចកាត់បន្ថយការថប់បារម្ភអាចគ្រប់គ្រងការរំពឹងទុកបានយ៉ាងប្រសើរជាងមុនហើយនោះមិនមែនជាការបរាជ័យរបស់យើងលើការយល់រឿងស្មុគស្មាញនោះទេនោះគឺជាភាពពិតប្រាកដនៃជីវិតរបស់យើងពេលដែលបងប្អូនជួបបញ្ហាស្មុគស្មាញសូមបងប្អូននិយាយទៅខ្លួនឯងថារឿងនេះពិបាកយល់ព្រោះវាស្មុគស្មាញដោយសារតែធាតុរបស់វាផ្ទាល់ខ្ញុំមិនល្ងងនោះទេខ្ញុំគ្រាន់តែកំពុងប្រឈមមុខទៅនឹងរឿងដែលពិតជាពិបាកនោះតែប៉ុណ្ណោះ